ជាបន្តសារាយដែលចូលសាន់ជ័យបានចាប់ដៃគូប៉ុណ្ណឹងជាមួយនឹងខ្សែទឹកខាងក្រៅលើដីលើទួលរកាដៃចូលសែនជ័យរបស់ព្រះចៅអត្តកាវត្តចាវេលវ័នពីមកោះស្នាស្ទឹងត្រង់កំពង់ចាមចាកំពង់ចាមមានឯកសណ្ឋានពណ៌ខៀវសង្ងាត់រំលេចដោយចុងចង្វាពណ៌សចាគឺជាទូកដីលើទួលរកាដែលចូលសែនកោះស្នាស្ទឹងត្រង់កំពង់ចាមឯខ្សែទឹកខាងក្នុងសារាយដែលចូលសែនជ័យគឺជាទូកខេត្តកដាលចាប់ពីជ័យរាំងសីពុករស័យខ្សាច់កដាលគឺអ្នកខ្សែទឹកខាងក្រៅមានព្រៀបចាប់ពេលនេះខ្សែទឹកខាងក្រៅមានព្រៀបហើយអ្នកក្បាលទូករបស់គាត់ចាប់បញ្ជាយ៉ាងម៉ឺងម៉ាត់បាទមកទល់ពេលនេះគឺថាខ្សែទឹកខាងក្រៅនៅតែនាំមុខដដែលខ្សែទឹកខាងក្នុងខំដែរខំប្រឹងរៀងខ្លួនចាសូមជម្រាបជូនថាដីលើទួលរកាដែលចូលសែនជ័យចារបស់វត្តវេរវ័នពីមកោះស្នាស្ទឹងត្រង់ចាខ្សែទឹកខាងក្រៅទទួលបានជ័យជំនះជាបន្តទៀតនេះសូមអញ្ជើញក្រឡេកមើលទៅទូកទី58សារាយដែលចូលសែនជ័យចាបានបដូរទៅលើខ្សែទឹកខាងក្រៅវិញម្ដងខណៈពេលដែលជើងទី1បានចាញ់ម្ដងរួចមកហើយសម្រាប់សារាយដែលចូលសែនជ័យពិសីរាំងសីពុករស័យខ្សាច់កណ្ដាលដីលើទួលចារកាដែលចូលសែនជ័យវេលវ័នពីមកោះស្នាស្ទឹងត្រង់របស់ព្រះចៅអធិការវត្តតែម្ដងឃើញថាប្រគៀបកាត់គ្នាហើយអង្ការជើងទី1ឈ្នះម្ដងហើយចាឈ្នះម្ដងហើយគឺដីលើទួលរកាដែលចូលសែនជ័យចាវេលវ័នកោះពីមកោះស្នាស្ទឹងត្រង់បដូរមកនៅខ្សែទឹកខាងក្រៅចាប់បដូរមកនៅខ្សែទឹកខាងក្នុងឃើញថានៅតែមានព្រៀបបន្តិចបន្តួចហ៎មកដល់មុខព្រះពលាជ័យមានព្រៀបចាឃើញថាមានព្រៀបទៀតហើយរបស់ព្រះចៅអធិការវត្តតែម្ដងវេលវ័នចាពីមកោះស្នាស្ទឹងត្រង់កំពង់ចាមមកសកត់ក្បាលហើយចាព្រះអង្គចាំមកសកត់ក្បាលហើយដីលើទួលរកាដែលចូលសែនជ័យចាសារាយដែលចូលសែនជ័យគឺតាមអត់ទាន់ចិត្តពាក់កណ្ដាលទូកនោះចាព្រះអង្គចិត្តពាក់កណ្ដាលទូក